ប្រទេសចិនបណ្ដេញឧត្តមសេនីយ៍កំពូល2រូបពីបកកុម្មុយនីនៅក្នុងការបង្ក្រាបអំពើពុករលួយក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយថាមេដឹកនាំយោធាកំពូលរបស់ចិន2រូបត្រូវបានបណ្ដេញចេញពីបកកុម្មុយនីដែលកំពុងតែកាន់អំណាចដោយចោទប្រកាន់ពីបទពុករលួយដែលជាមន្ត្រីជាន់ខ្ពស់បំផុតដែលនឹងត្រូវបានបោះសម្អាតនៅក្នុងដំណើរការប្រឆាំងអំពើពុករលួយដែលបានចាប់ផ្ដើមនៅឆ្នាំ2023នេះបើតាមការលើកឡើងកាលពីថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025លោកហ៊ីវ៉ៃដុងឧត្តមសេនីយ៍ទី2របស់ប្រទេសចិននិងឧត្តមនាវីឯកកងទ័ពជើងទឹកម៉ៅហួរអតីតមន្ត្រីនយោបាយកម្ពុជារបស់ប្រទេសចិនគឺជាមន្ត្រីយោធាជាន់ខ្ពស់ចុងក្រោយដែលគេត្រូវបានតម្រង់គោលដៅនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងកងទ័ពរំដោះប្រជាជនការដកគាត់ចេញគឺជាឧត្តមសេនីយ៍ដំបូងដែលអង្គុយនៅគណៈកម្មការយោធាមជ្ឈិមចាប់តាំងពីបដិវត្តន៍នៅក្នុងឆ្នាំ1966ដល់1976គាត់មិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីខែមីនាមកប៉ុន្តែការស៊ើបអង្កេតលើសកម្មភាពរបស់គាត់មិនត្រូវបានបង្ហាញដោយអាជ្ញាធរចិនពីមុននោះទេ